ហើយក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាមកជួបជាមួយនឹង admin ម្ដងទៀតហើយបើសិនជាអ្នកទាំងអស់គ្នាណាស្រឡាញ់ការសម្ដែងរឿងរបស់ admin កុំភ្លេចជួយប៉ាមួយឆាត admin ម្នាក់មួយផងណាអ្នកទាំងអស់គ្នា admin មានរឿងឲ្យអ្នកគ្នាជ្រើសមួយនិយាយទៅស្ទូស្អាតទាំងពីរហ្មង admin ក៏ដឹងយកមួយណាដែរនិយាយទៅអ្នកចាំ admin ឲ្យមើលឈ្មោះហើយនឹងចំណងជើងអញ្ចឹងណារឿងទី1វាដែលគេបំផ្លាញនេះទូស្អាតនិយាយទៅស្អាតហ្មងហើយរឿងទី2ការប្រាថ្នាដែលគ្មានទីបញ្ចប់អូអ្នកទាំងអស់គ្នានិយាយទៅទូស្អាតទាំងអស់តែមិនហាញឆ្លៃរឿងនេះជាងគេហើយរឿងនេះគេតើចេញមួយ chapter ទៀតដល់ទៅពេលមក admin សម្រាប់ឲ្យអ្នកទាំងគ្នាហ្មងទៅគេតើចេញភ្លាមៗយើងសម្រាប់អ្នកគ្នាមើលគួរឲ្យស្ដាយណាស់ការជួយដំណើររបស់ខ្ញុំបានត្រឹមតែប៉ុណ្ណេះប៉ុណ្ណោះព្រោះវានឹងឆាប់ពេកដែលត្រូវបង្កើតឲ្យមានពាក្យចចាមអារាមរឿងឲ្យស្រូវនោះហើយយើងក៏បានឃើញអ្នកទាំងពីរកាន់ដៃគ្នាហើយទូស្រីក៏បានសួរទៅបរិមអ្នកនឹងថាតើអ្នកជាអភិជនមែនទេអ្នកមើលទៅហាក់ដូចជាស្ទាត់ជំនាញខាងអ្នកមើលអភិជនខ្ញុំរីករាយណាស់បើអ្នកមើលទៅឃើញបែបនោះហើយបរិមម្នាក់ហ្នឹងក៏បានថើបដៃទូស្រីយើងហើយក៏បាននិយាយថាអញ្ចឹងខ្ញុំសង្ឃឹមថានឹងបានជួបលោកស្រីម្ដងទៀតក្នុងពេលឆាប់ៗនេះសូមស្វាគមន៍ការត្រឡប់មកវិញលោកស្រីតើលោកឌូកនៅឯណាការវិភាគពេលរសៀលរបស់លោកម្ចាស់បានបញ្ចប់លឿនដូច្នេះលោកបានត្រឡប់មកវិញអំបែងមិញនេះហឺឌីននៅភូមិគ្រឹះដែរអញ្ចឹងតើគាត់ប្រហែលជាកំពុងសម្រាកហើយមើលទៅតើមានរឿងអីកើតឡើងចំពោះខ្ញុំនឹងធ្វើខ្លួនបែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាខ្ញុំពិតជាបានលួចលាក់មានស្នេហានឹងអ្នកផ្សេងមែនតើអញ្ចឹងទូស្រីកំពុងតែដើរសុកហ្នឹងស្រាប់តែឃើញហឺឌីនទូស្រីខំលាក់ពួនហើយទូប្រុសក៏នៅតែដឹងទៀតដោយសារតែញៀនទី7ប្រាប់ថាប្រពន្ធនៅខាងក្រោយខ្ញុំបានចេញទៅមើលល្ខោនខ្ញុំមានអារម្មណ៍ថាធុញថប់ពេកបើនៅតែផ្ទះនោះខ្ញុំគួរតែនៅញ៉ាំបាយជាងទុកពួកគាត់ចោលអញ្ចឹងលោកកំពុងរងចាំខ្ញុំមែនទេខ្ញុំគិតថាពួកយើងអាចញ៉ាំអាហារជុំគ្នាបន្តិចប៉ុន្តែអ្នកមិននៅក្នុងបន្ទប់សោះខ្ញុំបារម្ភណាស់ព្រោះតែអ្នកបានទុកទាំងរទេះសេះនៅក្រុមអ្នកក្លាហានចោលទៀតនោះតើឲ្យខ្ញុំជឿជាក់លើអ្នកយ៉ាងដូចម្ដេចទូស្រីក៏បានកលេចមើលមុខទូប្រុសហើយទូប្រុសធ្វើមុខឡើងកម្ៅហ្មងសង្ស័យប្រច័ណ្ឌគេនេះលោកបារម្ភអញ្ចឹងឬមួយក៏មកពីលោកមិនទុកចិត្តខ្ញុំកែវភ្នែកទាំងនោះជាកែវភ្នែកដែលពោពេញដោយការសង្ស័យយ៉ាងច្បាស់កន្លែតលោកកំពុងតែសង្ស័យលើខ្ញុំព្រោះតែលោកបារម្ភនិងភ័យខ្លាចថាខ្ញុំអាចនឹងរៀបចំផែនការអ្វីមួយនៅពីក្រោយខ្នងលោកតើខ្ញុំពិតជាត្រូវប្រឈមមុខនឹងការសង្ស័យបែបនេះគ្រាន់តែដោយសារតែខ្ញុំចេញទៅក្រៅម្ដងឬពីមនុស្សដែលមិនទាំងបង្ហាញមុខអស់រយៈពេល2ខែផងនោះហើយលោកធ្វើបែបនេះទាំងដែលលោកដឹងយ៉ាងច្បាស់ហើយមែនទេពួកយើងមិនខុសពីការមុនបន្តិចសោះបើអ្នកស្អប់ការសង្ស័យចាប់ពីពេលនេះទៅបើអ្នកទៅណាមកណាចូលនាំក្រុមអ្នកក្លាហានទៅជាមួយផងដើម្បីកុំឲ្យមានការបារម្ភនិងភ័យព្រួយទៀតហើយយើងក៏បានឃើញថាទូប្រុសក៏បានកលេចមើលមុខទូស្រីរបស់យើងហើយយើងក៏បានឃើញថាទូស្រីរបស់យើងគឺពិតជាមុខស្ពនខ្លាំងមែនតែនទូប្រុសអត់ដឹងនិយាយអីក៏បានដើរចេញទៅលុបលាងមុខមាត់ហើយចុះមកក្រោមទៅអ្នកប្រហែលជាឃ្លានហើយមើលទៅវាតែងតែបែបនេះរហូតពួកយើងបានឆ្លោះគ្នាខ្លាំងស្រាប់តែស្ងាត់ឈឹងហើយគាត់ក៏ដើរចេញទៅគាត់គេចវេះមុនពេលដែលស្នាមព្រះឆាអារម្មណ៍គាត់កាន់តែជ្រៅទៅប៉ុន្តែចុងបញ្ចប់គ្មានអ្វីមួយនៅក្នុងចិត្តពួកយើងត្រូវបានដោះស្រាយឡើយផ្ទុយទៅវិញស្នាមព្រះឆានៃអារម្មណ៍កាន់តែជ្រៅទៅតែប៉ុណ្ណោះខ្ញុំខ្លាចថាទំនាក់ទំនងរបស់ពួកយើងនឹងត្រូវបញ្ចប់ក្រោយការប៉ះទង្គិចគ្នានោះដូច្នេះនៅចុងបញ្ចប់ក៏ខ្ញុំមិនអាចបើកទ្វារនោះបានតែខ្ញុំលែងចង់បែបហ្នឹងទៀតហើយយើងក៏បានឃើញថាអ្នកបម្រើកំពុងតែចាក់ស្រាឲ្យទូប្រុសយើងហើយទូប្រុសក៏បានអកដាច់យកប្រយោជន៍ហ្នឹងណាហើយអ្វីបានជាខ្ញុំបញ្ចេញអារម្មណ៍មកអញ្ចឹងមកពីប្រច័ណ្ឌហ្នឹងណាដែលខ្ញុំមិនអាចដេញដោលឬបង្ខំនាងបន្តទៀតបានផងហ្នឹងបានធ្វើរឿងល្ងងខ្លៅហើយតើខ្ញុំចង់ពិនិត្យមើលថាខ្លួននាងមានក្លិនប្រុសផ្សេងទេតាប្រច័ណ្ឌទេនេះហើយបើសិនជាមានក្លិនប្រុសផ្សេងមែនតើនឹងមានរឿងអ្វីកើតឡើងហើយទូប្រុសក៏បានយកកែវអុកតុកទៅសុកផាំងតែសុននោះជាកែវទី5របស់លោកហើយណាការផឹកច្រើនបែបនេះទាំងពោះទៅទេនឹងធ្វើឲ្យខូចសុខភាពរបស់លោកខ្ញុំគិតថាក្នុងកែវភ្នែកលោកខ្ញុំនៅតែមើលទៅដូចជាក្មេងទំនើងអាយុ12ឆ្នាំមិនទាន់ដឹងក្តីដដែលបើសិនបើលោកអាយុ12ឆ្នាំលោកមិនអាចផឹកស្រាបានទេដូច្នេះខ្ញុំក៏មិនបាច់អារម្មណ៍ដែរពិតជាមេការដែលគួរឲ្យធុញមែនហើយយើងក៏បានឃើញសម្រាប់ជើងណាគេកំពុងតែរត់មកលោកម្ចាស់
នាងបានស្លាប់ហើយហើយដល់លើជើងភ្លាមគឺទូប្រុសរបស់យើងគឺមានជាការស្លន់ស្លោខ្លាំងមែនតើហើយយើងក៏បានឃើញថាទូស្រីរបស់យើងគឺចាប់ផ្ដើមដឹងខ្លួនហើយយើងក៏បានឃើញទូប្រុសកំពុងតែមើលទូស្រីតើខ្ញុំស្លាប់មែនទេនាងដឹងស្រាប់ថាវានឹងកើតឡើងបែបនេះហើយនៅតែចេតនាដើរចិត្តចង្ក្រានភ្លើងទៀតមែនទេទោះសូម្បីតែនៅចិត្តភ្លើងក៏មិនហ៊ានផងព្រោះតែភ័យខ្លាចវាខ្លាំងបើជាមកបង្កាត់ភ្លើងដោយខ្លួនឯងទៅវិញតើវាមានរឿងស្អីទៅខ្ញុំចង់ស្ដារការចងចាំរបស់ខ្ញុំឡើងវិញបានលើបំផុតតាមដែលអាចខ្ញុំធ្វើបានព្រោះរឿងនេះមិនមែនជារឿងដែលខ្ញុំអាចលាក់បាំងហើយធ្វើជាមិនដឹងរហូតនោះទេអូខេអ្នកនរគ្នារឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយបាយបាយជុកមាក់